ដំបូងខ្ញុំមកររៀនថ្នាក់ទី7ចូលអនុវិទ្យាល័យជាមួយក្តីស្រមៃសៀវភៅមួយក្បាលកាបូបមួយនៅលើស្មាមិនដឹងថាបេះដូងនឹងជួបអ្វីក្នុងថ្នាក់រៀនមាននោះសំណាក់ធ្វើឲ្យខ្ញុំចាប់តាមលួចសំឡឹងមិនហ៊ាននិយាយមិនហ៊ានប្រាប់ចិត្តបានត្រឹមស្ងៀមស្ងាត់លះអារម្មណ៍ក្នុងខ្លួនរាល់ពេលអ្នកញញឹមខ្ញុំក៏មានក្តីសុខរាល់ពេលអ្នកនៅចិត្តបេះដូងខ្ញុំរំភើបតែខ្ញុំដឹងថាយើងនៅវ័យសិក្សាត្រូវខំរៀនសិនទើបជាផ្លូវ